Sơ đây nè tặng ở kia ngày ní nhung mà trai đồng lê cho môn nè tặng ở kia vìประพบในភាពភ័យខ្លាចរបស់មនុស្សយើងហើយនឹងវិធីសាស្ត្រ3យ៉ាងនៅក្នុងការជួយអ្នកទាំងអស់គ្នាឲ្យរួចអំពីភាពភ័យខ្លាចទាំងអស់ហ្នឹងចំណុចទី1គឺភាពភ័យខ្លាចរបស់មនុស្សយើងកើតឡើងដោយសារតែមនុស្សយើងអត់អាចគ្រប់គ្រងនៅគំនិតការគិតនិងសកម្មភាពរបស់ខ្លួនឯងបានមានន័យថានៅពេលដែលអ្នកទាំងអស់គ្នាជួបនៅស្ថានភាពអាក្រក់ណាមួយនៅក្នុងជីវិតរបស់អ្នកទាំងអស់គ្នាជាក់ស្ដែងបើសិនជាបុគ្គលខាងក្រៅគាត់ធ្វើទង្វើណាមួយដែលមិនល្អមកកាន់អ្នកទាំងអស់គ្នានឹងមានភាពភ័យខ្លាចឬមួយក៏មានការអន់ចិត្តឬមួយក៏ឈឺចាប់ដោយសារតែសកម្មភាពរបស់គេអញ្ចឹងក្នុងកំឡុងពេលហ្នឹងគឺអ្នកទាំងអស់គ្នាព្យាយាមក្នុងការ control អ្នកដទៃជាង control ខ្លួនឯងមានន័យថាយើងព្យាយាមអនុញ្ញាតឲ្យទង្វើរបស់អ្នកដទៃមក affect នៅផ្លូវចិត្តរបស់យើងជាងដែលយើងខ្លួនឯងគួរតែ control នៅការគិតហើយនឹងផ្លូវចិត្តរបស់ខ្លួនឯងមានន័យថាអ្នកទាំងអស់គ្នាអត់អាចទៅផ្លាស់ប្ដូរបុគ្គលណាម្នាក់បានហើយអ្នកទាំងអស់គ្នាក៏អត់អាចទៅ control នៅសកម្មភាពឬមួយក៏ការគិតរបស់អ្នកដទៃមកលើអ្នកទាំងអស់គ្នាបានទេអញ្ចឹងអ្វីដែលអ្នកទាំងអស់គ្នាអាចធ្វើបានអ្នកទាំងអស់គ្នាគួរតែរៀនគ្រប់គ្រងផ្លូវចិត្តខ្លួនឯងរៀនគ្រប់គ្រងនឹងការគិតនិងការគ្រប់គ្រងនៅសកម្មភាពរបស់ខ្លួនឯងដែលវាជាផលវិជ្ជមានជាងដែលយើងព្យាយាមទៅគ្រប់គ្រងអ្វីដែលយើងអត់អាចគ្រប់គ្រងបានហើយអ្នកទាំងអស់គ្នាគួរតែមើលនៅភពជុំវិញខ្លួនរបស់អ្នកទាំងអស់គ្នានៅផ្លូវវិជ្ជមានជាងដែលយើងព្យាយាមប្រមូលរឿងដែលវាអវិជ្ជមានមកកាន់ជីវិតរបស់យើងតើតើនៅចំណុចទី2គឺជាចំណុចតើតើនឹងទ្រឹស្ដី Buddhism and Radical Acceptance មានន័យថាមនុស្សយើងភាគច្រើនយើងចូលចិត្តប្រាថ្នាចង់បានអីដែលវាលើសពីសមត្ថភាពនៃធម្មជាតិដែលអាចទៅរួចជាស្ដែងទៅពេលខ្លះមនុស្សយើងគឺចង់គ្រប់គ្រងឲ្យពេលវេលាដើរថយក្រោយទាំងដែលការពិតគឺពេលវេលាអត់អាចដើរថយក្រោយបានទេអញ្ចឹងច្បាប់មួយនេះនៅពេលដែលអ្នកទាំងអស់គ្នាព្យាយាមប្រាថ្នាចង់បានអីដែលវាអត់អាចទៅរួចគឺធ្វើឲ្យអ្នកទាំងអស់គ្នាមានភាពឈឺចាប់អញ្ចឹងអ្វីដែលយើងអាចធ្វើបានគឺយើងត្រូវតែរៀនទទួលយកការពិតថាការពិតគឺมันអាចផ្លាស់ប្ដូរมันអាចតម្រូវតាមចិត្តរបស់យើងបាន 100% ទេតើតើនៅចំណុចចុងក្រោយគឺជាចំណុចមួយដែលអ្នកទាំងអស់គ្នាគួរតែ distance ខ្លួនឯងឬមួយក៏ detachment មានន័យថាយើងគួរតែដកខ្លួនយើងពីភាពភ័យខ្លាចហើយយើងគួរតែ distance ខ្លួនឯងពីប្រភពនៃភាពភ័យខ្លាចរបស់យើងឧទាហរណ៍ថាអ្នកទាំងអស់គ្នាមានភាពឈឺចាប់ដោយសារតែអ្នកដទៃធ្វើឲ្យអ្នកទាំងអស់គ្នាឈឺចាប់អញ្ចឹងអ្នកទាំងអស់គ្នាគួរតែសួរខ្លួនឯងថាហេតុអីបានជាយើងត្រូវនៅកន្លែងដែលមានភាពឈឺចាប់នឹងទៀតយើងគួរតែ distance ខ្លួនឯងយើងគួរតែដើរចេញពី negative people ហើយគួរតែផ្ដល់អីដែលជាផលវិជ្ជមានមកកាន់ខ្លួនឯងមានថាគួរតែផ្ដាច់ខ្លួនចេញពីស្ថានភាពអាក្រក់ទាំងអស់ហ្នឹងដើម្បីធ្វើឲ្យអ្នកទាំងអស់គ្នាលែងមានភាពភ័យខ្លាចហើយយើងអាចបៀខ្លួនឯងឲ្យ strong ជាងមុនបានចឹងថ្ងៃនេះខ្ញុំមាន3ចំណុចទី1គឺយើងគួរតែcontrol ខ្លួនឯងឲ្យបានចំណុចទី2កុំព្យាយាមប្រាថ្នាអីដែលវាលើសសមត្ថភាពដែលអាចទៅរួចហើយចុងក្រោយគួរតែផ្ដាច់ខ្លួនឯងពីភាពអវិជ្ជមាន